បាទសូមគោរពជម្រាបសួរបងប្អូនអរគ្នាទូរទស្សន៍សនិកជនទាំងអស់បាទថ្ងៃនេះគឺខ្ញុំបានមកចំការទុរេនគឹមហុងបាទនៅចិត្តចការទុរេនគឹមហុងហ្នឹងខ្ញុំឃើញមាន2 3ចការទៀតតែអត់តាន់ទុំដូចគ្នាបងប្អូនហ្នឹងហើយខ្ញុំទៅតាំងពីថ្ងៃទី25ខែ5បងប្អូនហ្នឹងហើយអញ្ចឹងទៅដល់ចការទុរេនទាំង3ចការហ្នឹងគឺថាមិនតាន់ទុំនៅឡើយទេគឺខាងម្ចាស់ចំការគាត់បានប្រាប់ខ្ញុំថានៅក្នុងកំឡុងដែលទុំហ្នឹងគឺពាក់កណ្ដាលខែ6បាទខែ6ពាក់កណ្ដាលខែ6ខែ7ខែបាទខែ7ហ្នឹងគឺម្ដុំខែហ្នឹងគឺគាត់បេះលក់ហើយគឺទុំបងប្អូនហ្នឹងហើយបាទចន្លោះពាក់កណ្ដាលខែ6ទៅពាក់កណ្ដាលខែ7ហ្នឹងបាទក្នុងកំឡុងហ្នឹងអញ្ចឹងបានទុរេនមុនថងហ្នឹងទុំបាទអញ្ចឹងបងប្អូនសូមជ្រាបជាព័ត៌មានគឺថាទុរេនគាត់មានបាទមានដាក់លេខទៀតបងប្អូនហ្នឹងហើយមានលេខ36មានលេខ10អញ្ចឹងទៅបាទព្រោះស្រួលអ្នកម៉ៅចំការខ្លះគេម៉ៅជាដើមអញ្ចឹងគេម៉ៅតាមលេខរៀងគេអញ្ចឹងណាហ្នឹងហើយគេម៉ៅដើមនេះដើមនោះម៉ៅ4 10ដើមអញ្ចឹងទៅបាទហើយគេដាក់លេខហ្នឹងគេងាយស្រួលគេបាញ់ថ្នាំស្រោចទឹកអីផ្សេងផងដែរបាទអញ្ចឹងត្រេននេះគឺជាត្រេនមុនថងហើយខ្ញុំអត់បានសួរទៅជាការផ្សេងទៀតទេថាមានពូជត្រេនអីខ្លះចំពោះត្រេនមុនថងនេះបាទគឺក្របវាទូចមានរសជាតិឈ្ងុយឆ្ងាញ់ហើយចំពោះដីនៅម្ដុំខាងកើតរុនត្អែកហ្នឹងបាទបែកខាងលិចភ្នំកលែនហ្នឹងគឺមានដីក្រហមសន្តានភាពដីក្រហមដូចខាងមណ្ឌលគិរីអញ្ចឹងបាទហើយកន្លែងផ្សេងទៀតគឺមាននៅខាងសយ៉ង់បាទស្រុកសយ៉ង់បាទសយ៉ង់នោះដូចទៅខាងព្រះវិហារហើយខាងនោះក៏មានការត្រេនដែរហើយដីក្រហមដូចគ្នាបាទអញ្ចឹងដីខាងសៀមរាបយើងនេះគឺមានដីក្រហមដោយកន្លែងបាទខ្ញុំឃើញមាននៅប៉ែកខាងលិចភ្នំកលែនហ្នឹងបាទមកជួរខាងកើតរុនត្អែកហ្នឹងបាទម្ដុំហ្នឹងគឺមានបងប្អូនគាត់ដាំដូចជាម្រេចបាទមានដាំម្រេចដាំទុរេននឹងដែរបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចង់ទិញភាសាបងប្អូនអាចមកចការទុរេនគឹមហុងនេះក៏បានឬនៅក្បែរគ្នានឹងបងប្អូនមើល location ទៅនៅខ្ញុំដាក់នៅខាងក្រោមហ្នឹងបាទមានដូចជា3ចំការប៉ុន្តែមានចការខ្លះទូចការខ្លះធំចការខ្លះមានអាយុតែ5ឆ្នាំអីចឹងណាប៉ុន្តែចការនេះខ្ញុំសួរគាត់ថាទុរេនដែលខ្ញុំពងដើរមើលនេះគឺមានអាយុ8ឆ្នាំហើយបងប្អូនហ្នឹងហើយ8ឆ្នាំមិនមែន3ឆ្នាំទេណា8ឆ្នាំហើយបាទគាត់ថែ8ឆ្នាំហើយអញ្ចឹងឆ្នាំមុនមិនសូវជាបានផលប្រហែលទេប៉ុន្តែឆ្នាំនេះផ្លែច្រើនណាបងប្អូនហ្នឹងហើយផ្លែច្រើនមែនតើបងប្អូនមើលបាទឡើងកណ្ដាញ់អញ្ចឹងក្នុងមួយដើមខ្លះមើលទៅចង់30-40ផ្លែបងប្អូនហ្នឹងហើយបាទបងប្អូនអរគ្នាបងប្អូនចង់ទៅលេងដល់ចំការឲ្យគាត់បេះហូបបងប្អូនអាចទៅតាម location ហ្នឹងទៅមិនសូវជាឆ្ងាយបានទេត្រឹមមកយើងជិះត្រឹម30-40គីឡូពីក្រុងសៀមរាបទៅបាទក៏ដូចជាដើរលំហែកាយថ្ងៃសៅរ៍ទឹកផងដែរបាទគាត់បានប្រាប់ខ្ញុំថាភាគច្រើនគឺគេទៅហូបដល់ចំការគេចង់និយាយថាម្ចាស់ចំការគេធ្វើការបេះឲ្យហូបផ្ទាល់តែម្ដងបាទគេទៅទិញដល់ចំការហើយក្រុមការងារគាត់ធ្វើការលក់ភ្លាមពុះហូបភ្លាមអញ្ចឹងណាដើម្បីជៀសវាងបងប្អូនមួយចំនួនគាត់គិតថាត្រេននឹងមកពីខាងកើតខាងលិចឬក៏ត្រេនលក់ថ្នាំអីជាដើមហ្នឹងអញ្ចឹងត្រេននៅលើទីផ្សារយើងអត់មានចែកទេសមើលយើងអត់ដឹងទេអត់ដឹងថាត្រេននឹងជាលក់ថ្នាំមិនជាលក់ថ្នាំទេបាទអញ្ចឹងបងប្អូនអាចថារាល់ថ្ងៃនេះគេសង្កត់ធ្ងន់ទៅលើម្ចាស់ចំការបាទម្ចាស់ចំការគាត់មានចំការអីលក់ខ្លួនគាត់អីអញ្ចឹងណាគាត់អត់ទទួលទិញត្រេនពីខាងកើតពីខាងលិចអីមកលក់ទេគាត់លក់ខ្លួនគាត់ប៉ុន្តែតែឥឡូវនេះគឺយើងគ្រប់គ្រងផលិតផលក្នុងស្រុកដូចជាផ្លែសាវម៉ាវផ្លែមៀនផ្លែត្រេនអីបាទដែលថាខ្មែរយើងធ្វើបានហ្នឹងគឺយើងទិញក្នុងតម្លៃសមរម្យដើម្បីលើកស្ទួយដល់អ្នកដែលថាគាត់ខំប្រឹងដាំដំណាំរយៈពេលយូរហ្នឹងមិនងាយថែទេបងប្អូននឹងចំណាយដើមទុនអស់ច្រើនបងប្អូនអរគ្នាអញ្ចឹងបងប្អូនចង់មកចការទុរេនហ្នឹងបងប្អូនមកខាងរុនត្អែកក៏បានបងប្អូនធ្វើដំណើរតាមផ្លូវត្រាវគាត់ក៏បានបាទឬតាមព្រះអង្គជប់ក៏បានដែរតាមផ្លូវវងមូភ្នំកលែនបុកទៅឡើងភ្នំកលែនហ្នឹងដល់ផ្លូវបំបែកឡើងទៅព្រះអង្គជប់ហ្នឹងបងប្អូនបាត់ស្ដាំមកម្ដុំហ្នឹងសបោចការទុរេនខ្លុងនៅម្ដុំហ្នឹងមានគេលក់តាមផ្លូវបងប្អូនណាហ្នឹងហើយប
បងប្អូនជិះទៅកើតត្រង់ទៅហ្នឹងហើយឃើញមានផ្លូវបំបែកដីក្រហមហ្នឹងបងប្អូនបត់ចូលទៅបងប្អូនហ្នឹងហើយអញ្ចឹងគឺថាកន្លែងដែលគេធ្វើជាការមួយគឺថាគេមានកន្លែងគេកន្លែងស្នាក់អាស្រ័យសម្រាប់កម្មករដេកមើលថែបងប្អូនហ្នឹងហើយមិនដាំចោលទេតែដាំចោលបានផលទេមេស៊ីដួងស៊ីអស់ហ្នឹងហើយហើយដីទៀតសោតដីក្រហមគឺដីលក្ខណៈលបាយរៀងស្អិតហ្នឹងបងប្អូនហ្នឹងហើយបើយើងលាយទឹកទៅរៀងស្អិតមិនមែនជាគ្រោះក្រហមសុទ្ធទេបងប្អូនហ្នឹងហើយបងប្អូនអរគ្នាចង់ដឹងទីតាំងបងប្អូនមើលនៅក្នុង description ខាងក្រោមបាទខ្ញុំដាក់ link សម្រាប់បងប្អូនចុចចូលទៅទីតាំងបាទជា Google Map បាទអញ្ចឹងការរៀបរាប់អំពី terrain នៅខាងការត្រាកត់គឺមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងសូមអរគុណបងប្អូនច្រើនបងប្អូនជួយ like ជួយ share ក៏ដូចជាជួយ subscribe YouTube អ្នកមួយផងបាទដើម្បីបានព័ត៌មានផ្សេងទៀតដែលខ្ញុំផ្សាយចេញពីខាងខេត្តសៀមរាបបាទតទៅនឹងតំបន់កសិដ្ឋានតំបន់មួយចំនួនទៀតដែលខ្ញុំពេលខ្ញុំទៅដើរលេងផងទៅថតដើម្បីជូនជាព័ត៌មានឲ្យបងប្អូនដឹងផងហើយខ្ញុំដាក់ទីតាំង location នៅខាងក្រោមទៀតបងប្អូនចង់ទៅមើលអីចុចតា link ផែនទីខាងក្រោមហ្នឹងទៅគឺបានទៅដល់ចង្ការហ្នឹងមិនខាតពេលយូរបងប្អូនហ្នឹងហើយអូខេបាយបាយជម្រាបលាតែប៉ុណ្ណេះខែ7នេះ terrain មុនថងតាម terrain មុនថងនេះមើលធំហើយបើថាចង់កក់ទុកអាផ្លែមួយហ្នឹងតើបាត់ស្គុតមកស្គុតទុកខែ6ចាំមកយកមកបើស្គុតទៅលោក1គីឡូប៉ុន្មានអីអូខេអូវ៉ាមានតកៅទេNo. ตัดตรงนั้นนะครับจะพามาค้างช่วยได้ตบจูนี่เวียนได้ข้าวปีมืออะไรการเตรงนี่ใส่การเตรงการจะเป็นใบบูจิก้าแต่ตอนโตไม่กระทางตรงหายไปจำการแต่ส้นสุดเฉียดด้านกีเตอร์หัวเนื้อนี่เรากีเตอร์แบบเราเนี่ยอ้อยเนาะปากกีมอได้โอเคបាន train ញ៉ាំអត់ទេនេះអត់ទេសង្ស័យtrain ទៅបាច់ខាងនេះមានម្ដុំទៅនេះបាក់កវល់ម្ដុំហ្នឹងដីក្រហមគឺថាដូចចាស់ថាតំបន់ដីក្រហមគឺតំបន់ទូភ្នំភ្លើងឲ្យពីដើមបានដីនឹងក្រហមដីក្រហមស្អាតណាស់ហ្នឹងចាស់ឈើនោះការ train គេដាក់ផ្លាឲ្យមើលนี่เราอยู่ในไอ้ฮะไปทำไมเดินหอมมาโอ้ยเดินหอมจะจ้าบอลกรีจ้ะที่จะมาได้
tôm đó này mà này cá tren chỉ phong thơ ấy nè cá tren này cá tren là tao miền tren lộ phỏngก็ไล่เชือก จับ เส้น ได้ในคนพวกนี้ที่สลามเลยกาตะเรนการกรองรถไอมีเราดอกใบอยู่กาบนอยู่กาบนเลยไอ้งานตึดมองได้เล็กสาวกว่าเลยสนเจ็ดตัวเล็กจังเลยไทยเท่าบ้านยังยกว่าเวียนฮาเราจะการมวยมวยเมียนมาในใต้เมียนมารอยตาเลยที่ฉะนั้นคือเกย์มาโฮมก็ต้องเป็นกระดาษแทนมวยนั่งแทนเปิดการตะเรนนั่นแหละเนี่ยคือจงการตากขิมลงไปเลย ได้อยู่ จะยังเรื่องอะไรปรับไปชนะทำงานนี่ปรับไปชนะไปเป็นครูนทำไปโควิดเหรอปรับไปชนะเลือนะยี่นะใช่อยู่นะนี่โจมาจากทางตะเรงสุนทรเชียดนี่อาจจะเป็นร้านปลาชรายังเป็นหมาลอยดาวมาอยู่มาสู่กิสันสตลันบอนี่ลางเกมมือกาตะเรนกาโตงออกสนสิเกียรว่า ทำไมเนี่ยไอ้กระเทา ชาบอนเราอยู่กับมือกาตะเรนอู้นี่ก็นอมเดือดทอดตะเรนนั่นนี่ตัวเจี๊ยบว่านี่มันก็คือความกาตะเรนนั่นตัวใหญ่สองท้ายดอกขายดอกแล้วทอมสารที่ปุยจากกระดมนี่เราปุยจากทอมอันนี้ไปได้มาซ้อมที่ไหนมันเดี๋ยวคนเขาเนี่ยเรายังมือจงการตัวเรนมันมันต้องมองเราอย่างเรนนี่มาถึงน้ำมันตีชนะใบชนะเดย์ตอนเป็นทอมโซ่เป็นมันยังยังมือเราสนเชียนมันโจเรากระพองมันที่ผมใบชนะการเรนเก็บใบชนะได้ดังใช่เชียว นั่งอันนี้ด้านหนึ่งตำตามđây bay gần đây lại hoa tới đây rồi bay sạch hoa tới đây lại hoa đây hoa tới khom cả đôi đại đây cả đồ từ cả thai ra có đang khơi người ta tận thai hả thai nào mà và thai ban tới cả lên bọn ý muốn roi đam anh có thai ban thông thông qua đó mà nhá pram roi đam ดำไปก่อนหลายชาติ thì vừa thì nghe tin thì nông này họ đang lên ca tờ ren cái đâu đấy những xua này chúng ca vẫn có tha tao khai bằng bay nó khai phải ra khai bằng muối đang khai bờ những cái mỏ tinh hôm lao ca tầm đường cứ còn là ban lực hoạt động mọi kia thì tại năm đấy có tha phải chán còn lực hoạt động là đồng bay nhiều còn hậu bạn nấu không đại nếu có nó tới sự việc dương tranh tôi với những của người lần đầu tiên là mình cá đô lại cá sốt chiến thì mình cá đô cá tờ ren toàn thom này thọt bên đây từ bên chọc nông của len xá là bọn này nếu cái nông của này một ta lên tận cá và từ mình cá hôm mà trái đấy nông này màu prế đó này ការចំពោះចុះថត នេះចុះថតទីពូមួយគេសាមកបើធ្វើចុះថតទីពូ con này không phải cháu ចុះឲ្យចុះតែម៉ាក់ដែរម៉ាក់ចុះតែ Lên cung cung ចុះថតទីពូ
đây một chục cô bán á ba cái hộp đây mà thằng cái hộp mẹ ta cờ tay chụp bù này cái kết cả lỗ vậy Đặt kì ơi, không chụp bù. Ôi, chắc kì. Luộc, nó mình chụp bá đuôi nha. nhưng mà khanh chơi châu được cái bài vậy khanh chơi lụa ấy nhiều nhiều còn lúa cho luôn trong cái cá trong cái vậy nhiều mấy thằng lách một lên từ khoảng chục đây cứ cái sau đây là họ từng cứ đặt lời nơi chất mình còn lên lời khoảng chục đường đi qua nơi chứ là bên nơi lương nông không có lên có qua nơi tràn vậy tàu biển tàu lương không có lên để mình tiền mua chứ cái tôi chia vào cái con này mà nơi cho nào ạ sai là kiểu để ghi luôn mình ra sang bên đây chân bóng chồng nên nó chán ở chỗ này sai nè ca gặp vừa chán gặp ca tinh sang là gì á tờ ca tinh sang trả trả cho cái vốn đó nè đây nè chấm
អ្នកចំការក៏ត្រូវការមកមកកាប់គាស់ទៅលោមទៅនេះទៅដូចហ្នឹងគេមានអីលក់នៅតាមវត្តដាច់សញ្ញាគេខ្ជិលទៅងាយកាត់ដើមទៅគេយកទៅលក់ហ្នឹងហើយដើមស្វាយទៅវិញជើងនោះលេនេះស្គីលខាត់នេះលក្ខខៀវស្អាត 5 ngày thì